ព្រះនៃសេចក្តីស្រឡាញ់ជំពូកទី62ពិធីជប់លៀងនៅផ្ទះស៊ីម៉ូនលោកស៊ីម៉ូនដែលនៅភូមិបេថានីត្រូវបានរាប់ថាជាសិស្សម្នាក់របស់ព្រះយេស៊ូវដែរគាត់ស្ថិតនៅក្នុងចំណោមពួកផារីស៊ីមួយចំនួនតូចដែលបានរួមធ្វើជាអ្នកដើរតាមព្រះយេស៊ូវគាត់ទទួលស្គាល់ថាព្រះយេស៊ូវគឺជាគ្រូហើយសង្ឃឹមថាទ្រង់នឹងជាព្រះមេស៊ីប៉ុន្តែគាត់ពុំបានទទួលទ្រង់ទុកជាព្រះអង្គសង្គ្រោះទេអត្តចរិតរបស់គាត់ពុំទាន់បានផ្លាស់ប្រែទេគោលការណ៍របស់គាត់ក៏មិនទាន់បានផ្លាស់ប្ដូរដែរស៊ីម៉ូនត្រូវបានប្រោសឲ្យជាពីជំងឺឃ្លុងហើយដោយសារតែការនេះឯងបានជាគាត់ងាកមកឲ្យព្រះយេស៊ូវគាត់ចង់បង្ហាញនៅការដឹងគុណបានជាគាត់ធ្វើពិធីជប់លៀងមួយសម្រាប់ព្រះអង្គនិងសាវករបស់ទ្រង់នៅពេលដែលព្រះអង្គយាងទៅភូមិបេថានីជាលើកចុងក្រោយពិធីជប់លៀងនេះបាននាំឲ្យពួកយូដាជាច្រើនបានមកជុំគ្នានៅវេលានេះជាពេលដែលមានការរំជួលចិត្តយ៉ាងខ្លាំងនៅក្រុងយេរូសាឡឹមព្រះគ្រីស្ទនិងបេសកជនរបស់ទ្រង់កំពុងតែទាក់ទាញអារម្មណ៍មនុស្សយ៉ាងខ្លាំងជាជាងពេលណាទាំងអស់អ្នកដែលមកចូលរួមក្នុងពិធីជប់លៀងបានឃ្លាំមើលចលនារបស់ទ្រង់ឥតដាក់ភ្នែកព្រះយេស៊ូវបានយាងទៅដល់ភូមិបេថានី6ថ្ងៃគត់មុនពិធីបុណ្យរំលងហើយទ្រង់បានយាងទៅសម្រាកនៅផ្ទះរបស់ឡាសាតាមទម្លាប់ទ្រង់ពួកអ្នកធ្វើដំណើរដ៏ច្រើនកុះករដែលឆ្លងកាត់នៅទីក្រុងផ្សព្វផ្សាយដំណឹងថាទ្រង់កំពុងតែយាងទៅក្រុងយេរូសាឡឹមហើយថាទ្រង់នឹងសម្រាកនៅភូមិបេថានីនៅថ្ងៃបរិសុទ្ធមានការអបអរសាទរជាខ្លាំងនៅក្នុងចំណោមពួកបណ្ដាជនមនុស្សជាច្រើនបាននាំគ្នាសម្រុកទៅភូមិបេថានីអ្នកខ្លះអញ្ជើញទៅដោយខ្លួនរួមចិត្តគំនិតជាមួយនឹងព្រះគ្រីស្ទអ្នកខ្លះអញ្ជើញទៅដោយចង់ដឹងចង់ឃើញអ្នកដែលគេប្រោសឲ្យរស់ពីស្លាប់មនុស្សជាច្រើនរំពឹងថានឹងបានឮការរាយរាប់ប្រាប់ដ៏អស្ចារ្យរបស់ឡាសាអំពីទស្សនីយភាពទៀងប៉ុន្មានដែលគាត់បានឃើញបន្ទាប់ពីស្លាប់ទៅគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់ពុំបានប្រាប់អ្វីដល់គេគាត់គ្មានរឿងប្រភេទនេះដើម្បីនឹងប្រាប់គេទេសេចក្តីបណ្ដាលមកពីព្រះដែលបានចែងមកថាមនុស្សស្លាប់ឥតដឹងអ្វីឡើយទោះទាំងសេចក្តីស្រឡាញ់សេចក្តីសំអប់និងសេចក្តីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយប៉ុន្តែឡាសាមានទីបន្ទល់ដ៏អស្ចារ្យមួយដើម្បីនឹងថ្លែងអំពីកិច្ចការរបស់ព្រះគ្រីស្ទគាត់ត្រូវបានប្រោសឲ្យងើបពីសេចក្តីស្លាប់សម្រាប់គោលបំណងនេះឯងគាត់បានថ្លែងដោយអំណាចនិងការប្រកាសของខ្លួនថាព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះពួកអ្នកដែលមកលេងភូមិបេថានីបាននាំយករឿងនោះទៅក្រុងយេរូសាឡឹមវិញធ្វើឲ្យការរំជើបរំជួលកាន់តែខ្លាំងឡើងបណ្ដាជនក្រហល់ក្រហាយចង់ឃើញចង់ស្ដាប់ព្រះយេស៊ូវមានគេស៊ើបសួរជាទូទៅថាតើឡាសានឹងជួនដំណើរទ្រង់ទៅទីក្រុងយេរូសាឡឹមដែរឬទេឬប្រហែលជាគេនឹងអភិសេកហោរានេះធ្វើជាព្រះមហាក្សត្រនៅវេលាបុណ្យរំលងនោះឬពួកសង្ឃនិងពួកមេដឹកនាំបានឃើញថាកណ្ដាប់ដៃរបស់ខ្លួនលើបណ្ដាជននៅតែខ្សោយនៅឡើយបានជាកំហឹងចេះឈួលទាស់នឹងព្រះគ្រីស្ទរឹតតែលើវិញជូរចត់ឡើងគេក្រហល់ក្រហាយខ្លាំងណាស់រកតែឱកាសរំលែងទ្រង់ចេញពីផ្លូវរបស់គេឲ្យបាត់ជារៀងរហូតទៅចំណែកតមកគេចាប់ផ្ដើមភ័យខ្លាចក្រែងទ្រង់ពុំយាងមកទីក្រុងយេរូសាឡឹមសោះតែម្ដងគេនឹកចាំអំពីពេលដែលទ្រង់តែងតែរំខានដល់គ្រប់ទាំងគម្រោងការឃាតកម្មរបស់គេហើយក៏ភ័យខ្លាចក្រែងឥឡូវនេះទ្រង់ញៀនគោលបំណងរបស់គេរួចគង់នៅឲ្យឆ្ងាយពីគេខំលាក់សេចក្តីព្រួយបារម្ភមិនបានសោះបានជាសួរគ្នាទៅវិញទៅមកថាតើលោកនោះមិនមកឲ្យបុណ្យនេះទេឬអីតើគិតដូចម្ដេចគេក៏កោះហៅឲ្យមានការប្រជុំក្រុមប្រឹក្សានៃពួកសង្ឃនិងពួកមេដឹកនាំមួយតាំងតែពីឡាសាបានរស់ឡើងវិញមកបណ្ដាជនបានអបអរសាទរព្រះគ្រីស្ទពេញទំហឹងតែម្ដង
រហូតដល់ចាប់ទ្រង់នៅទីសាធារណៈពុំបានបើពុំនោះនឹងមានគ្រោះថ្នាក់ជាមិនខានដូច្នេះពួកអាជ្ញាធរថានឹងចាប់ទ្រង់ដោយសម្ងាត់វិញហើយកាត់ក្តីទ្រង់យ៉ាងណាឲ្យស្ងប់ស្ងាត់បំផុតគេសង្ឃឹមថានៅពេលដែលអ្នកផងដឹងឮអំពីការកាត់ទោសដល់ទ្រង់ជំនោរប្រែប្រួលនៃមតិប្រជាជននឹងជួយជន់មកខាងគេវិញគេវាយផែនការអំផ្លាញព្រះយេស៊ូវដោយរបៀបនេះឯងប៉ុន្តែដរាបណាឡាសានៅរស់ពួកសង្ឃនិងពួកគ្រូដឹងថាគេគ្មានលំនឹងមាំមួនសោះឡើយព្រោះតែឥទ្ធិពលនៃមនុស្សម្នាក់ដែលរស់រានមានជីវិតបន្ទាប់ពីបានស្ថិតនៅក្នុងភ្នូរអស់រយៈពេល4ថ្ងៃហើយដែលត្រូវបានរស់ឡើងដោយសារតែព្រះបន្ទូលមួយព្រះអស់របស់ព្រះយេស៊ូវនឹងបណ្ដាលឲ្យមានប្រតិកម្មមិនយូរមិនឆាប់បណ្ដាជននឹងសងសឹកដល់ពួកមេដឹកនាំរបស់គេចំពោះការប្រឡាយព្រះជន្មនៃព្រះមួយអង្គដែលអាចធ្វើបដិហារបែបនេះជាមិនខានម្ល៉េះហើយក្រុមប្រឹក្សាសែនហេដ្រីនសម្រេចចិត្តថាឡាសាក៏ត្រូវទៅស្លាប់ផងដែរសេចក្តីច្រណែនឈ្នានីសនិងសេចក្តីប្រកាន់នាំខ្ញុំកញ្ជះរបស់វាឲ្យធ្វើដល់ថ្នាក់នេះឯងសេចក្តីស្អប់ខ្ពើមនិងសេចក្តីខ្វះជំនឿរបស់ពួកមេដឹកនាំសាសយូដាបានកើតឡើងរហូតដល់ហ៊ានយកជីវិតរបស់អ្នកដែលព្រះជាស្តាឥតទីបំផុតបានជួយសង្គ្រោះពីភ្នូរទៀតផងក្នុងពេលដែលការខុបខិតនេះកំពុងតែប្រព្រឹត្តទៅមុខនៅឯទីក្រុងយេរូសាឡិមស៊ីម៉ូនបានអញ្ជើញព្រះយេស៊ូវនិងមិត្តភ័ក្តិរបស់ទ្រង់មកចូលរួមក្នុងពិធីជប់លៀងរបស់គាត់នៅតុជប់លៀងព្រះអង្គសង្គ្រោះប្រថាប់ជាមួយនឹងស៊ីម៉ូនដែលទ្រង់បានព្យាបាលឲ្យជាពីជំងឺឃ្លួងដ៏អាក្រក់អាក្រៃមួយនៅមួយជំហៀងទៀតជាឡាសាដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញនាងម៉ាថាបម្រើនៅតុតែនាងម៉ារ៉ាកំពុងតែស្ដាប់យ៉ាងយកចិត្តទុកដាក់ដល់ទ្រង់គ្រប់ទាំងពាក្យដែលចេញពីព្រះអស់របស់ព្រះយេស៊ូវព្រះអង្គបានអត់ទោសបាបឲ្យនាងនៅក្នុងសេចក្តីមេត្តាករុណារបស់ទ្រង់បានហៅប្អូនស្ងួនភ្ងារបស់នាងចេញពីភ្នូរមកហេតុដូច្នេះបានជាចិត្តនាងពោពេញទៅដោយការដឹងគុណនាងបានលើព្រះយេស៊ូវមានបន្ទូលអំពីការសុគតដែលកំពុងតែមកដល់បានជានាងទន្ទឹងចង់បង្ហាញការគោរពដល់ទ្រង់ក្នុងសេចក្តីស្រឡាញ់និងសេចក្តីសោកសង្រេងដ៏ជ្រាលជ្រៅមួយនាងបានលះបង់ដោយការចំណាយប្រាក់ជាច្រើនទិញដបថ្មកែវដាក់ប្រេងទេពីរូមានតម្លៃណាស់ដើម្បីយកមកចាក់លើព្រះកាយរបស់ទ្រង់ប៉ុន្តែឥឡូវនេះមនុស្សជាច្រើនកំពុងប្រកាសថាគេហៀបនឹងអភិសេកទ្រង់ធ្វើជាព្រះមហាក្សត្រហើយទុកសោករបស់នាងក៏ត្រឡប់ទៅជាអំណរវិញហើយនាងចង់ផ្ដល់ព្រះកិត្តិយសដល់ព្រះអម្ចាស់របស់ខ្លួនឲ្យបានមុនគេនាងក៏បំបែកដបប្រេងនោះហើយចាក់លើព្រះសិរ្សនិងព្រះបាទរបស់ព្រះយេស៊ូវរួចលុតជង្គង់យំសម្រក់ទឹកភ្នែកហើយក៏ជូតព្រះបាទទ្រង់និងសក់ដ៏វែងអន្លាយរបស់នាងខំជៀសវាងកុំឲ្យគេឃើញទង្វើរបស់ខ្លួនដែរដើម្បីកុំឲ្យគេចាប់អារម្មណ៍ទៅលើកិច្ចការរបស់នាងប៉ុន្តែប្រេងដែលនាងបានចាក់ចេញទៅបញ្ចេញក្លិនក្រអូបពេញបន្ទប់ហើយធ្វើឲ្យគេដឹងអំពីព្រឹត្តិការណ៍របស់នាងគ្រប់គ្នាយូដាសមើលមកអំពើនេះដោយមានការមិនពេញចិត្តជាខ្លាំងជាជាងរងចាំឲ្យព្រះគ្រីស្ទមានបន្ទូលអំពីរឿងនេះគាត់ក៏ចាប់ផ្ដើមខ្សឹបដំអូនរបស់គាត់ដល់អ្នកដែលនៅជិតគាត់បន្ទោសទ្រង់ដែលអនុញ្ញាតឲ្យមានការខ្ជិះខ្ជាយដូចនេះគាត់និយាយឌៀមដាមដោយប៉ិនប្រសពឲ្យគេមានចិត្តសៅហ្មងលោកយូដាសអ៊ីស្ការីយ៉ុតជាហេរញ្ញិកសម្រាប់ពួកសាវកគាត់បានដកហូតពីឃ្លាំងដ៏តូចដោយសម្ងាត់យកមកប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនម្ល៉េះហើយធ្វើឲ្យធនធានរបស់គេស្រកនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះអស់ទាំងអ្វីដែលគាត់ទទួលមកគាត់ចង់ដាក់ទាំងអស់នៅក្នុងស្បង់របស់គាត់គេតែងតែយកទ្រព្យនៅក្នុងស្បង់មកសម្រាលជនក្រីក្រហើយនៅពេលដែលយូដាសគិតថាគេបានទិញរបស់មិនសំខាន់គាត់តែងតែពោលថាហេតុអ្វីបានជាខ្ជិះខ្ជាយម្ល៉េះហេតុម្ដេចក៏មិនទុកប្រាក់នេះនៅក្នុងស្បង់ឲ្យខ្ញុំកាន់សម្រាប់អ្នកក្រីក្រប៉ុន្តែការប្រព្រឹត្តរបស់នាងម៉ារ៉ាគឺផ្ទុយទៅនឹងភាពអាត្មានិយមរបស់គាត់ធ្វើឲ្យគាត់អាម៉ាស់មុខហើយតាមទម្លាប់គាត់ក៏រកមូលហេតុល្អប្រពៃមួយមកជំទាស់នឹងអំណាចរបស់នាងគាត់ក៏ងាកទៅសួរពួកសាវកថាម្ដេចក៏មិនលក់ប្រេងក្រអូបនេះជាតម្លៃ60រៀលដើម្បីចែកឲ្យមនុស្សក្រវិញគាត់និយាយដូច្នេះមិនមែនដោយព្រោះគាត់យកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ
គឺដោយព្រោះតែគាត់ជាចោរគាត់កាន់ថង់ប្រាក់ហើយក៏លួចយករបស់ដែលនៅក្នុងថង់នោះផងដែរយូដាសគ្មានចិត្តអាណិតអាសូរដល់ជនក្រីក្រឡើយបើបានលក់ប្រេងក្រអូបរបស់នាងម៉ារ៉ារួចបកគលកម្រៃនោះដល់ដៃគាត់វិញនោះអ្នកក្រខ្សត់លំបាកប្រកាសជានឹងមិនទទួលផលអ្វីសោះឡើយលោកយូដាសមានអំណួតចំពោះសមត្ថភាពខាងការប្រព្រឹត្តរបស់ខ្លួនក្នុងនាមជាអ្នកគិតគូរប្រកាសគាត់គិតថាខ្លួនខ្ពង់ខ្ពស់ជាងពួកសាវកឯទៀតហើយដូច្នេះហើយបានជាគាត់នាំពួកគេឲ្យយល់ស្របថាគាត់ខ្ពង់ខ្ពស់ជាងគេពិតមែនពួកគេបានទុកចិត្តលើគាត់ហើយគាត់ក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេដែរការអះអាងថាមានចិត្តអាណិតមេត្តាដល់ជនក្រីក្របានបញ្ឆោតពួកគេហើយពាក្យឌៀមដាមដ៏ប៉ិនប្រសប់របស់គាត់បានធ្វើឲ្យពួកគេមើលទៅការបរិច្ចាគរបស់នាងម៉ារ៉ាដោយមិនទុកចិត្តពាក្យត្អូញត្អែបានឆ្លងពីតុមួយទៅតុមួយថាធ្វើបង្ខាតដូច្នេះតើមានប្រយោជន៍អ្វីត្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើនដើម្បីនឹងចែកដល់មនុស្សក្រីក្រម៉ារ៉ាបានឮពាក្យរិះគន់ទាំងអស់នោះចិត្តរបស់នាងញ័រនៅខាងក្នុងនាងខ្លាចបងស្រីនាងស្ដីបន្ទោសដល់នាងចំពោះការប្រើខ្ជិះខ្ជាយនាងក៏ភ័យខ្លាចថាព្រះបរមគ្រូក៏គិតថានាងជាមនុស្សឥតសណ្ដាប់ធ្នាប់ដែរនាងហៀបតែនឹងដកខ្លួនចេញដោយមិនចាំបាច់សុំទោសឬប្រាប់នរណាឡើយស្រាប់តែព្រះសូរសៀងរបស់ព្រះអង្គម្ចាស់ថាកុំធ្វើអ្វីនាងឡើយហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះទ្រង់ទតឃើញថានាងអៀនខ្មាស់ហើយមានទុក្ខព្រួយទ្រង់ជ្រាបថានាងបានធ្វើដូច្នេះដើម្បីបង្ហាញការដឹងគុណចំពោះការអត់ទោសបាបរបស់នាងទ្រង់ក៏សម្រាលចិត្តនាងទ្រង់មិនមានបន្ទូលខ្លាំងជាងពាក្យតេះដៀលរអ៊ូរទាំថានាងបានធ្វើការនេះជាការល្អដល់ខ្ញុំណាស់ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រីក្រនៅជាមួយជាដរាបហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនោះចេះតែធ្វើបានតែខ្ញុំមិននៅជាមួយនឹងអ្នករាល់គ្នាជាដរាបទេនាងបានធ្វើការអ្វីដែលនាងធ្វើបានគឺបានមកមុនពេលកំណត់នឹងលៀបខ្លួនខ្ញុំជាការសម្រាប់កប់ខ្មោចខ្ញុំប្រេងក្រអូបដែលជាដង្វាយដែលនាងបំរុងនឹងចាក់លើសាកសពរបស់ទ្រង់តែនាងបានចាក់លើប្រកាយដែលកំពុងតែមានជីវិតរបស់ទ្រង់វិញនៅពេលដែលបញ្ចុះសពក្លិនក្រអូបនឹងសាយភីពេញរអាងតែឥឡូវនេះទ្រង់មានព្រះតីសោមនស្សរីករាយដោយដឹងច្បាស់ថានាងមានជំនឿនិងស្រឡាញ់ទ្រង់លោកយូសែបដែលនៅភូមិអារីម៉ាថេនិងលោកនីកាដែមពុំបានថ្វាយដង្វាយនៃសេចក្តីស្រឡាញ់ដល់ព្រះយេស៊ូវក្នុងព្រះជន្មរបស់ទ្រង់ទេផ្ទុយទៅវិញគេបានយកគ្រឿងក្រអូបដ៏មានតម្លៃនិងទឹកភ្នែកដ៏ល្វីងជូរចត់មកថ្វាយព្រះសពដែលត្រជាក់ឥតស្មារតីទៅវិញចំណែកស្ត្រីប៉ុន្មាននាក់ដែលយកគ្រឿងក្រអូបមកតាមផ្លូវបានឃើញថាដំណើររបស់គេជាអាសាឥតការទៅទេពីព្រោះព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយប៉ុន្តែនាងម៉ារ៉ាកំពុងតែលាបប្រេងក្រអូបឲ្យទ្រង់សម្រាប់ពិធីបញ្ចុះសពទេក្នុងការដែលចាក់សេចក្តីស្រឡាញ់ទៅលើព្រះអង្គសង្គ្រោះក្នុងពេលដែលព្រះអង្គមានស្មារតីដឹងអំពីការបូជារបស់នាងហើយនៅពេលដែលព្រះអង្គបានយាងចូលទៅក្នុងទីងងឹតនៃគ្រាសាកល្បងដ៏មហិមានោះទ្រង់បាននាំយកទៅជាមួយនៅការចងចាំអំពីអំពើនោះដែលជាសេចក្តីស្រឡាញ់ដ៏ស្មោះអស់ពីចិត្តពីអ្នកដែលទ្រង់បានប្រោះលោះមានមនុស្សជាច្រើនដែលយកអំណោយមកជូនមនុស្សដែលស្លាប់កាលដែលគេឈរនៅជិតសពដ៏ត្រជាក់ឥតនិយាយអ្វីសោះនោះគេតែងតែពោលពាក្យនៃសេចក្តីស្រឡាញ់ដោយសេរីភាពទន់ភ្លន់ការដឹងគុណនិងការបូជាត្រូវបានបញ្ចេញមកសម្រាប់តែអ្នកមើលមិនឃើញនិងស្ដាប់មិនឮប្រសិនបើពាក្យទាំងនេះត្រូវបានពោលឡើងនៅពេលដែលអ្នកនោះមានចិត្តខ្សោះល្វើយដែលកំពុងតែត្រូវការយ៉ាងខ្លាំងនៅពេលដែលត្រចៀកអាចស្ដាប់បានហើយចិត្តនៅមានអារម្មណ៍នោះតើក្លិនក្រអូបនោះនឹងបានវិសេសវិសាលដល់គេយ៉ាងណាទៅនាងម៉ារ៉ាធ្វើតាមព្រះវិញ្ញាណបរិសុទ្ធនាងម៉ារ៉ាពុំបានដឹងអំពីសារៈសំខាន់ពេញលេញអំពីការប្រព្រឹត្តនៃសេចក្តីស្រឡាញ់របស់នាងទេនាងពុំបានឆ្លើយតបទៅនឹងអ្នកចោទនាងបានទេនាងពុំបានពន្យល់ថាហេតុអ្វីបានជានាងជ្រើសរើសយកឱកាសនោះមកចាក់ប្រេងឲ្យព្រះយេស៊ូវទេព្រះវិញ្ញាណបរិសុទ្ធបានដាក់ផែនការឲ្យនាងបានស្ដាប់បង្គាប់តាមការបង្គាប់របស់ទ្រង់
ការបណ្ដាលមកពីព្រះមិនចាំបាច់អោនមកប្រទាននៅមូលហេតុឡើយវាជាវត្តមានដែលមើលមិនឃើញហើយក៏និយាយមកដោយគំនិតនិងប្រលឹងរួចបណ្ដាចិត្តឲ្យធ្វើចលនាវាជាម្ចាស់ការខ្លួនឯងព្រះគ្រីស្ទបានប្រាប់នាងម៉ារ៉ានៅអត្ថន័យនៃការប្រព្រឹត្តរបស់នាងហើយក្នុងការនោះទ្រង់បានប្រទានដល់នាងច្រើនជាងដែលព្រះអង្គបានទទួលទៅទៀតទ្រង់បានមានបន្ទូលប្រាប់នាងថាការដែលនាងធ្វើនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំនោះបានធ្វើសម្រាប់រៀបកប់ខ្មោចខ្ញុំហើយនៅពេលដែលដបប្រេងក្រអូបត្រូវបានបំបែករួចបញ្ចេញក្លិនក្រអូបឈ្ងុយឈ្ងប់ពេញផ្ទះព្រះគ្រីស្ទក៏នឹងសគត់ដូច្នោះដែរព្រះកាយរបស់ទ្រង់នឹងត្រូវបានបំបែកប៉ុន្តែព្រះអង្គនឹងងើបឡើងពីភ្នូរវិញហើយក្លិនក្រអូបនៃព្រះជន្មទ្រង់នឹងបំពេញសុសសាយពេញផែនដីព្រះគ្រីស្ទបានស្រឡាញ់ដល់យើងព្រមទាំងប្រគល់អង្គទ្រង់ជំនួសយើងផងសម្រាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះគ្រីស្ទមានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាកន្លែងណាដែលគេនឹងប្រកាសប្រាប់ពីដំណឹងល្អនេះនៅគ្រប់ទូទាំងក្នុងលោកីនោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះទុកសម្រាប់ជាគេអាករដល់នាងព្រះអង្គសង្គ្រោះតើតមើលទៅអនាគតរួចមានបន្ទូលដោយភាពច្បាស់លាស់អំពីដំណឹងល្អរបស់ទ្រង់ដំណឹងល្អនោះនឹងត្រូវផ្សព្វផ្សាយពាសពេញពិភពលោកដរាបណាគេនៅតែផ្សាយដង្វាយរបស់នាងម៉ារ៉ានឹងសាយភាយក្លិនក្រអូបហើយចិត្តមនុស្សនឹងបានពរតាមរយៈអំពើរបស់នាងអាណាចក្រទាំងឡាយនឹងងើបឡើងហើយធ្លាក់ទៅវិញនាមរបស់មហាក្សត្រនិងអ្នកវាយឈ្លានពានទាំងឡាយនឹងត្រូវបានគេបំភ្លេចអស់ទៅប៉ុន្តែអំពើរបស់ស្ត្រីនេះនឹងបានជាមរតកនៅលើទំព័រដ៏បរិសុទ្ធនៃប្រវត្តិសាស្ត្រដរាបណានៅមានពេលវេលានោះប្រអប់ប្រេងក្រអូបដែលបែកនោះនឹងប្រាប់អំពីរឿងនៃសេចក្តីស្រឡាញ់ដ៏បរិបូរណ៍របស់ព្រះមកកាន់ពូជសាសន៍ដែលធ្លាក់ទៅក្នុងអំពើបាបការប្រព្រឹត្តរបស់នាងម៉ារ៉ាគឺផ្ទុយយ៉ាងស្រឡះពីអ្វីដែលសាសយូដាហ៊ាននឹងធ្វើតើព្រះគ្រីស្ទប្រហែលជាប្រទានមេរៀនដ៏ឈឺចាប់យ៉ាងណាទៅដល់ពួកអ្នកដែលទម្លាក់គ្រាប់ពូជនៃសេចក្តីថ្មេះដៀលនិងគំនិតអាក្រក់ចូលក្នុងគំនិតរបស់ពួកសាវកតើអ្នកចោទគេនឹងត្រូវបានគេចោទវិញយ៉ាងធំប៉ុណ្ណាទៅព្រះដែលយល់អំពីអំណងនៃមនុស្សទាំងអស់ហើយនឹងយល់រាល់ទាំងអំពើប្រព្រឹត្តគួរតែបើកចំពោះងងឹតទាំងប៉ុន្មាននៅក្នុងបទពិសោធន៍របស់យូដាសឲ្យអ្នកដែលមកជប់លៀងបានឃើញគួរតែលាតត្រដាងពាក្យពោលអះអាងដ៏កំពត់របស់អ្នកដែលក្បត់នេះឲ្យគេបានឃើញព្រោះជាជាងការអាណិតដល់ជនក្រីក្រគេប្លន់ប្រកាសដែលទុកសម្រាប់សម្រាលគេវិញគួរតែរំជួលឲ្យមានកំផឹងចេះជួលឡើងទាស់នឹងគាត់ចំពោះការដែលគាត់ជិះជួនស្ត្រីមេម៉ាយក្មេងកំព្រានិងកូនឈ្នួលប៉ុន្តែបើព្រះគ្រីស្ទបើកមុខយូដាសនោះគេប្រកាសជានឹងយកការនេះមកធ្វើជាមូលហេតុសម្រាប់ការក្បត់ទៅហើយបើទោះជាត្រូវគេចោទថាជាចោរក៏ដោយក៏ពួកសាវកប្រកាសជានឹងរួមចិត្តគំនិតជាមួយនឹងយូដាសដដែលដែរព្រះអង្គសង្គ្រោះពុំបានស្ដីបន្ទោសគាត់ទេម្ល៉េះហើយក៏បានជៀសវាងហុចឱកាសឲ្យគាត់ដោះសារចំពោះអំពើក្បត់របស់គាត់ប៉ុន្តែការចោទព្រះភិក្ខទៅយូដាសបានបញ្ជាក់យ៉ាងច្បាស់ថាទ្រង់តោតធ្លុះឃើញកំពត់របស់គាត់ព្រមទាំងជ្រាបអំពីអត្តចរិតមិនស្មោះរបស់គាត់ដែលគួរឲ្យស្អប់ខ្ពើមទៀតផងហើយការដែលទ្រង់បានសរសើរដល់ការប្រព្រឹត្តរបស់នាងម៉ារ៉ាដែលគាត់បានថ្កោលទោសយ៉ាងខ្លាំងនោះគឺប្រៀបដូចជាការស្ដីបន្ទោសដល់យូដាសវិញមុនព្រឹត្តិការណ៍នេះព្រះអង្គពុំដែលស្ដីបន្ទោសគាត់ទេឥឡូវនេះសេចក្តីបន្ទោសនេះបានឆ្កឹះឆ្កៀលនៅក្នុងចិត្តរបស់គាត់ក៏បដិញ្ញាថានឹងសងសឹកវិញចេញពីពិធីជប់លៀងមកគាត់ក៏ធ្វើដំណើរតម្រង់ទៅវាងរបស់សម្ដេចសង្ឃហើយនឹងក្រុមប្រឹក្សាជួបជុំនៅទីនោះហើយក៏ប្រាប់គេថានឹងក្បត់ព្រះយេស៊ូវឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេពួកសង្ឃបានត្រេកអរខ្លាំងណាស់ពួកមេដឹកនាំនៃប្រទេសអ៊ីស្រាអែលទាំងអស់នេះត្រូវបានប្រទានបុព្វសិទ្ធិឲ្យទទួលព្រះគ្រីស្ទទុកជាព្រះអង្គសង្គ្រោះដោយពុំបានបង់ប្រាក់ឬតម្លៃអ្វីឡើយប៉ុន្តែគេបានបដិសេធអំណោយដ៏វិសេសវិសាលដែលបានផ្ដល់ជូនគេនៅក្នុងកិរិយាទន់ភ្លន់បំផុតនៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពួកគេបានបដិសេធសេចក្តីសង្គ្រោះនេះដែលមានតម្លៃជាងមាសទៅទៀតហើយសុខចិត្តទិញព្រះអម្ចាស់របស់ខ្លួនដោយតម្លៃ30រៀលវិញយូដាសបានបណ្ដាលឲ្យខ្លួនលោភលន់ចង់បានប្រកាស
រហូតដល់វាសង្គ្រប់លើអស់ទៀងកន្លងល្អនៃអត្តចរិតរបស់គាត់អស់ទៅគាត់ច្រណែនដង្វាយដែលបានថ្វាយដល់ព្រះយេស៊ូវចិត្តរបស់គាត់ឆេះឆួលដោយសេចក្តីច្រណែនពីព្រោះព្រះអង្គសង្គ្រោះត្រូវធ្វើជាអ្នកទទួលអំណោយសម្រាប់ការថ្វាយជាព្រះមហាក្សត្រនៃផែនដីគាត់សុខចិត្តក្បត់ព្រះអម្ចាស់របស់ខ្លួនទៅយកចំនួនប្រាក់ដែលតិចជាងតម្លៃនៃប្រអប់ប្រេងក្រអូបទៅទៀតចំណែកពួកសាវកគេពុំដូចយូដាសទេគេស្រឡាញ់ព្រះអង្គសង្គ្រោះប៉ុន្តែគេពុំបានអបអរនឹងចរិតលក្ខណៈដ៏ថ្កុំថ្កើងរបស់ទ្រង់តាមដែលគួរនោះឡើយប្រសិនបើគេបានដឹងនៅអ្វីដែលព្រះអង្គបានធ្វើសម្រាប់ពួកគេនោះគេប្រកាសជាមានអារម្មណ៍ថាគ្មានអ្វីដែលប្រទានដល់ទ្រង់នឹងត្រូវខាតបង់ឡើយពួកហោរាពីទិសខាងកើតដែលមិនសូវស្គាល់ព្រះយេស៊ូវផងនោះបានបង្ហាញនៅការអបអរដ៏ពិតប្រាកដចំពោះព្រះកិត្តិយសដែលស័ក្តិសមនឹងទ្រង់ពួកគេបានយកទង្វាយដ៏មានតម្លៃមកថ្វាយដល់ព្រះអង្គសង្គ្រោះរួចក្រាបថ្វាយបង្គំទ្រង់ការព្រះអង្គនៅជាព្រះអរោះគង់នៅក្នុងស្នុកសត្វនៅឡើយព្រះគ្រីស្ទបានឲ្យតម្លៃអំពើសប្បុរសដែលស្មោះអស់ពីចិត្តកាលណាមានគេធ្វើអំពើល្អដល់ទ្រង់ដោយភាពគួរសមដ៏ល្អប្រពៃទ្រង់តែងតែប្រទានពរដល់អ្នកធ្វើដោយចុះឈ្មោះរបស់គេនៅក្នុងសៀវភៅជីវិតអំពើល្អនៃសេចក្តីស្រឡាញ់និងសេចក្តីគោរពដល់ព្រះយេស៊ូវជាភស្តុតាងនៃជំនឿជឿដល់ទ្រង់ថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងពីភស្តុតាងនៃការស្មោះត្រង់របស់ស្ត្រីចំពោះព្រះគ្រីស្ទមានដូចជាលាងជើងពួកបរិសុទ្ធជួយដោះទុក្ខដល់ពួកអ្នកដែលមានសេចក្តីវេទនាឧស្សាហ៍គ្រប់ទាំងការល្អព្រះគ្រីស្ទទ្រង់រីករាយណាស់ចំពោះចិត្តប៉ងប្រាថ្នាដ៏ស្មោះរបស់នាងម៉ារ៉ាដើម្បីធ្វើតាមបហារតីរបស់ព្រះអម្ចាស់របស់នាងទ្រង់បានទទួលទ្រព្យនៃការស្រឡាញ់ដ៏បរិសុទ្ធដែលពួកសាវកមិនបានយល់ឬក៏មិនយល់ដែរសេចក្តីប្រាថ្នាដែលនាងម៉ារ៉ាបានធ្វើកិច្ចការបម្រើនេះដល់ព្រះអម្ចាស់របស់នាងគឺមានតម្លៃដល់ព្រះគ្រីស្ទជាជាងអស់ទាំងប្រេងក្រអូបដ៏វិសេសនៅក្នុងពិភពលោកទៅទៀតពីព្រោះការប្រព្រឹត្តរបស់នាងបានបង្ហាញអំពីការអបអរថាទ្រង់ជាព្រះអង្គប្រោះលោះនៃពិភពលោកគឺសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលក្តោបក្តាប់នាងសេចក្តីថ្លៃថ្លាដែលរកព្រៀបផ្ទឹមគ្មាននៃអត្តចរិតរបស់ព្រះគ្រីស្ទបានអំពេញលើនាងព្រេងនេះជានិមិត្តរូបនៃដួងចិត្តរបស់អ្នកថ្វាយការប្រព្រឹត្តរបស់នាងជាការសម្ដែងខាងក្រៅនៅសេចក្តីស្រឡាញ់មួយដែលទទួលពីខ្សែទឹកនៃនគរស្ថានសួគ៌រហូតបានពេញហូរហៀការប្រព្រឹត្តរបស់នាងម៉ារ៉ាជាមេរៀនដែលពួកសាវកត្រូវការដើម្បីបង្ហាញពួកគេថាទ្រង់នឹងសពហរតីចំពោះការសម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ព្រះអង្គបានធ្វើអ្វីៗទាំងអស់សម្រាប់ពួកគេហើយគេមិនបានដឹងថាបន្តិចទៀតទ្រង់នឹងលែងគង់នៅជាមួយនឹងពួកគេជារៀងរហូតហើយថាបន្តិចទៀតគេនឹងមិនអាចថ្វាយសញ្ញាដឹងគុណអ្វីដល់សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ទៀតឡើយភាពឯការបស់ព្រះគ្រីស្ទដែលនឹងបានញែកចេញពីព្រះរាជវាំងនៃនគរស្ថានសួគ៌មករស់នៅជាជីវិតនៃមនុស្សជាតិពុំដែលបានយល់ដិតដល់ឬអបអរដោយពួកសាវកពេញលក្ខណៈឡើយទ្រង់តែងតែសម្រេចព្រះទ័យពីព្រោះពួកសាវកពុំបានថ្វាយដល់ទ្រង់នៅអ្វីដែលទ្រង់គួរទទួលពីពួកគេឡើយទ្រង់បានជ្រាបថាបើសិនជាគេស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកទេវតាដែលហែហមទ្រង់នោះគេនឹងដឹងថាគ្មានដង្វាយណាដែលមានតម្លៃគ្រប់គ្រាន់ដើម្បីនឹងថ្លែងអំពីសេចក្តីស្រឡាញ់ថ្នាក់ថ្នមខាងវិញ្ញាណដែលចេញពីដួងចិត្តនោះឡើយពួកសាវកមានការស្ដាយក្រោយការចេះដឹងនៅពេលក្រោយបានធ្វើឲ្យគេយល់អំពីអត្ថន័យពិតប្រាកដអំពីការជាច្រើនដែលគួរតែបានធ្វើសម្រាប់ព្រះយេស៊ូវដើម្បីសម្ដែងសេចក្តីស្រឡាញ់និងការដឹងគុណដែលមាននៅក្នុងចិត្តគេក្នុងការដែលគេស្ថិតនៅចិត្តទ្រង់នៅពេលដែលព្រះយេស៊ូវលែងគង់នៅជាមួយពួកគេទៀតហើយគេមានអារម្មណ៍ថាដូចជាជាមឥតអ្នកកង្វាលនោះគេក៏ចាប់ផ្ដើមយល់ឃើញអំពីរបៀបដែលពួកគេគួរតែបង្ហាញថាខ្លួនប្រុងស្មារតីហើយនឹងធ្វើឲ្យទ្រង់មានព្រះハរតីសោមនស្សគេលែងបន្ទោសនាងម៉ារ៉ាទៀតហើយតែបន្ទោសខ្លួនឯងវិញប្រសិនបើគេអាចដកពាក្យសម្ដីនោះវិញនឹងការគិតថាអ្នកក្រីក្រសមនឹងទទួលអំណោយនោះជាជាងព្រះគ្រីស្ទទៅចិត្តគេទទួលនឹងការស្ដីបន្ទោសយ៉ាងឈឺចាប់
នៅពេលដែលគេយកព្រះកាយដ៏ជាំនៃព្រះអម្ចាស់របស់ខ្លួនចុះពីលើឈើឆ្កាងកង្វះខាតដដែលនៅពេលដែលមានឃើញនៅក្នុងពិភពលោកយើងសពថ្ងៃនេះប៉ុន្តែមានចិត្តតិចតួចណាស់ដែលអបអរចំពោះព្រះគ្រីស្ទប្រសិនបើអបអរវិញនោះនឹងឃើញសេចក្តីស្រឡាញ់ដ៏ធំធេងរបស់នាងម៉ារ៉ាហើយនឹងមានការចាក់ប្រេងជាបរិបូរជាមិនខានគេនឹងមិនហៅប្រេងដែលមានតម្លៃថាជាការខ្ជិះខ្ជាយឡើយគ្មានអ្វីដែលគេគិតថាថ្លៃពេកសម្រាប់ព្រះគ្រីស្ទឡើយគ្មានការលះបង់ខ្លួនណាដែលធំធេងពេកសម្រាប់នឹងទ្រាំទ្រចំពោះទ្រង់ឡើយពាក្យដែលពោលឡើងទាំងកំហឹងថាធ្វើបង្ខាដូច្នេះតើមានប្រយោជន៍អ្វីបាននាំមកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះគ្រីស្ទនៅការលះបង់ដ៏ធំធេងបំផុតដែលបានធ្វើគឺការប្រទានអង្គទ្រង់ផ្ទាល់ជាដង្វាយសម្រាប់លោះពិភពលោកដែលបានបាត់បង់ព្រះអម្ចាស់ទ្រង់សប្បុរសចំពោះក្រុមគ្រួសាររបស់ទ្រង់ណាស់រហូតដល់មិនអាចមានអ្នកណាពោលថាទ្រង់អាចធ្វើអ្វីបន្ថែមទៀតឡើយនៅក្នុងការប្រទានព្រះគ្រីស្ទជាអំណោយមើលពីទស្សនៈរបស់មនុស្សវិញការលះបង់ដូចនេះជាការបង្ខាតខ្ជិះខ្ជាយមួយចំពោះការវែកញែករបស់មនុស្សផែនការសង្គ្រោះទាំងមូលជាការបង្ខាតធម៌មេត្តាករុណានិងធនធានទៅវិញពួកពលបរិវារនៃនគរស្ថានសួគ៌អាចតតមើលទាំងកោតអស្ចារ្យចំពោះក្រុមគ្រួសារមនុស្សលោកដែលចង់បានថ្កុំថ្កើងប្រកបដោយសេចក្តីស្រឡាញ់ដ៏អត់ទីបំផុតដែលសម្ដែងនៅក្នុងព្រះគ្រីស្ទឡើយគេក៏អាចឧទានបានដែរថាហេតុអ្វីបានជាបង្ខាតសម្បើម្លេះប៉ុន្តែការលះបង់ពិភពលោកដែលបាត់បង់នឹងត្រូវពេញលក្ខណៈបរិបូរណ៍ហើយសពគ្រប់ដង្វាយរបស់ព្រះគ្រីស្ទគឺបរិបូរណ៍សន្ធឹកសន្ធាប់ណាស់ដើម្បីនឹងឈោងដល់មនុស្សរាល់រូបដែលព្រះអង្គបានបង្កើតទ្រង់នឹងមិនដាក់កម្រិតមិនឲ្យលើសចំនួនមនុស្សដែលនឹងទទួលអំណោយដ៏ធំធេងនោះឡើយមនុស្សទាំងអស់មិនអាចទទួលសេចក្តីសង្គ្រោះទេបើទោះជាផែនការប្រោសលោះគឺសម្រាប់មនុស្សទាំងអស់ក៏ដោយក៏វាមិនមែនជាការខ្ជិះខ្ជាយពីព្រោះគេជ្រើសរើសមិនទទួលអំណោយនោះដោយខ្លួនឯងដូច្នេះត្រូវតែមានគ្រប់គ្រាន់ល្មមនិងសល់សម្រាប់ស្រគួរស៊ីម៉ូនដែលជាម្ចាស់ផ្ទះយល់ស្របនឹងពាក្យតេះឌីលរបស់យូដាសចំពោះដង្វាយរបស់ម៉ារ៉ាហើយបានភ្ញាក់ផ្អើលចំពោះអរិយាបថរបស់ព្រះគ្រីស្ទគាត់មានចិត្តប្រកែកប្រកាន់ដោយព្រោះមានឫកពាជាអ្នកផារ៉ាស៊ីគាត់ដឹងថាភ្ញៀវជាច្រើនមកមើលព្រះយេស៊ូវដោយការមិនទុកចិត្តនិងមិនយល់ចិត្តគាត់គិតនៅក្នុងចិត្តថាបើអ្នកនេះជាហោរាមែននោះនឹងស្គាល់ស្ត្រីដែលពោលខ្លួនហើយនឹងដឹងថានាងជាមនុស្សយ៉ាងណាហើយព្រោះនាងជាមនុស្សមានបាបដោយព្យាបាលស៊ីម៉ូនពីរោគឃ្លួងព្រះគ្រីស្ទបានសង្គ្រោះគាត់ពីនរកវិញប៉ុន្តែឥឡូវនេះស៊ីម៉ូនសង្ស័យថាតើព្រះអង្គសង្គ្រោះជាហោរាឬយ៉ាងណាដោយព្រោះតែព្រះគ្រីស្ទបានអនុញ្ញាតឲ្យស្ត្រីនេះមកជិតទ្រង់ហើយពុំបានច្រាននាងចេញទាំងធុញទ្រាន់ពីព្រោះនាងជាអ្នកមានបាបធំធេងពេកហួសពីការអត់ទោសព្រមទាំងពុំបានបង្ហាញថាទ្រង់ជ្រាបថានាងបានធ្លាក់ទៅក្នុងអំពើបាបនោះស៊ីម៉ូនក៏ធ្លោយគិតថាទ្រង់ពុំមែនជាហោរាទេគាត់គិតថាព្រះយេស៊ូវពុំជ្រាបអ្វីទាំងអស់អំពីស្ត្រីនេះដែលធ្វើការសម្ដែងដោយឥតទើសទាល់បើពុំនោះទ្រង់មិនអនុញ្ញាតឲ្យនាងមកពលទ្រង់ឡើយប៉ុន្តែការដែលស៊ីម៉ូនបានគិតដូច្នេះគឺដោយព្រោះតែគាត់មានការល្ងឹតល្ងងអំពីព្រះនិងអំពីព្រះគ្រីស្ទគាត់ពុំបានដឹងថាព្រះរាជបុត្រារបស់ព្រះត្រូវតែប្រព្រឹត្តតាមផ្លូវរបស់ព្រះដោយសេចក្តីអាណិតមេត្តាសេចក្តីស្រទន់និងសេចក្តីមេត្តាករុណាឡើយផ្លូវរបស់ស៊ីម៉ូនគឺមិនរវល់នឹងការបម្រើរបស់នាងម៉ារ៉ាដែលនាងបានសោកសៅនោះទេការថើបព្រះបាទរបស់ព្រះគ្រីស្ទនិងការចាក់ប្រេងក្រអូបលើព្រះបាទនោះជាអំពើដ៏ក្តៅក្រហាយដល់ចិត្តរឹងរូសរបស់គាត់បានគិតថាបើព្រះគ្រីស្ទជាហោរានោះទ្រង់ប្រកាសជាស្គាល់អ្នកមានបាបហើយស្ដីបន្ទោសដល់គេហើយព្រះអង្គសង្គ្រោះឆ្លើយតបទៅនឹងការនឹកគិតរបស់គាត់ថាស៊ីម៉ូនអើយខ្ញុំចង់និយាយនឹងអ្នកបន្តិចមានមនុស្ស2នាក់ចម្ពាក់អ្នកចងការប្រាក់ម្នាក់អ្នកមួយចម្ពាក់100រៀលអ្នកមួយទៀតចម្ពាក់10រៀលដោយព្រោះគេគ្មានអ្វីនឹងសងបានជាគាត់លែងទាពីអ្នកទាំងពីរនោះទៅ
ដូច្នេះក្នុងចំណោមពីរអ្នកនោះតើអ្នកណាស្រឡាញ់គាត់ជាងគេស៊ីម៉ូនទូលឆ្លើយថាគឺជាអ្នកមួយដែលជំពាក់ច្រើនជាងគេនោះឯងទ្រង់មានបន្ទូលតបថាអ្នកស្មានត្រូវហើយទ្រង់បន្ទុកឲ្យស៊ីម៉ូនប្រកាសកាត់ទោសដល់ខ្លួនឯងស៊ីម៉ូនបាននាំស្ត្រីដែលឥឡូវគាត់មើលងាយនេះឲ្យធ្វើបាបនាងបានធ្វើខុសយ៉ាងធ្ងន់ធ្ងរដោយសារតែគាត់អ្នកជំពាក់ការទាំងពីរអ្នកនៅក្នុងរឿងប្រៀបធៀបតំណាងឲ្យស៊ីម៉ូននិងស្ត្រីនេះព្រះយេស៊ូវមានអំណងចង់បង្រៀនគេថាអ្នកទាំងពីរគួរតែមានអារម្មណ៍ថាខ្លួនមានកម្រិតកាតព្វកិច្ចខុសៗគ្នាព្រោះម្នាក់ជំពាក់គុណដែលនឹងសងវិញមិនបានឡើយប៉ុន្តែស៊ីម៉ូនមានអារម្មណ៍ថាខ្លួនសុចរិតជាងនាងម៉ារ៉ាបានជាព្រះយេស៊ូវសពហរតីឲ្យគាត់ឃើញថាកំហុសរបស់គាត់ធំប៉ុណ្ណាទ្រង់ចង់បង្ហាញថាអំពើបាបរបស់គាត់គឺធំជាងអំពើបាបរបស់នាងគឺស្មើនឹងបំណុល100រៀលដែលច្រើនជាងបំណុល10រៀលដូច្នោះដែរឥឡូវនេះស៊ីម៉ូនចាប់ផ្ដើមមើលខ្លួនឯងក្នុងពន្លឺថ្មីមួយគាត់បានឃើញថានាងម៉ារ៉ាត្រូវបានរាប់អានដោយព្រះមួយអង្គដែលហួសពីហោរាទៅទៀតគាត់បានយល់ឃើញថាទ្រង់ប្រើព្រះនេត្រទិព្វរបស់ទ្រង់ឆ្លុះមើលបេះដូងដែលស្រឡាញ់និងបូជារបស់នាងគាត់កើតមានសេចក្តីអាម៉ាស់ហើយដឹងថាខ្លួនកំពុងស្ថិតនៅក្នុងវត្តមានរបស់ព្រះមួយអង្គដែលខ្ពង់ខ្ពស់ជាងគាត់ព្រះគ្រីស្ទបានបន្តទៀតថាខ្ញុំបានចូលមកក្នុងផ្ទះរបស់អ្នកមិនបានឲ្យទឹកសម្រាប់លាងជើងខ្ញុំទេតែម៉ារ៉ាបានលាងជើងខ្ញុំដោយទឹកភ្នែកនៃការសោកស្ដាយដែលញ៉ាំងដោយសេចក្តីស្រឡាញ់ហើយថែមទាំងជូតជើងខ្ញុំដោយសក់របស់នាងទៀតផងអ្នកមិនបានថើបខ្ញុំសោះតាំងតែពីខ្ញុំចូលមកតែនាងដែលអ្នកមើលងាយមើលថោកនោះចេះតែថើបជើងខ្ញុំដោយស្រឡាញ់វិញព្រះគ្រីស្ទបានរំលឹកឱកាសដែលស៊ីម៉ូនមានសម្រាប់បង្ហាញសេចក្តីស្រឡាញ់ដល់ព្រះអម្ចាស់របស់ខ្លួននិងពីការអបអរចំពោះអ្វីដែលបានធ្វើដល់គាត់ព្រះអង្គសង្គ្រោះបញ្ជាក់ប្រាប់គេយ៉ាងច្បាស់តែដោយភាពសមរម្យដោយស្រទន់ថាព្រះទ័យរបស់ទ្រង់រមែងទោមនោះកាលណាកូនចៅរបស់ទ្រង់មិនរវល់នឹងបង្ហាញនៅសេចក្តីដឹងគុណដល់ទ្រង់ដោយពាក្យសម្ដីនិងអំពើនៃសេចក្តីស្រឡាញ់ព្រះដែលមើលធ្លុះចិត្តតតឃើញគោលបំណងដែលនាំឲ្យនាងម៉ារ៉ាប្រព្រឹត្តហើយឃើញគំនិតដែលញ៉ាំងឲ្យស៊ីម៉ូនបញ្ចេញវិចារដែរទ្រង់បានសួរទៅគាត់ថាតើអ្នកឃើញស្ត្រីនេះឬទេនាងជាអ្នកមានបាបខ្ញុំប្រាប់អ្នកថាបាបនាងដែលមានច្រើនដល់ម្លេះបានអត់ទោសឲ្យនាងហើយត្បិតនាងមានសេចក្តីស្រឡាញ់ច្រើនប៉ុន្តែអ្នកណាដែលអត់ទោសឲ្យតិចនោះក៏ស្រឡាញ់តិចដែរសេចក្តីត្រគោះនិងភាពរងើយកន្តើយរបស់ស៊ីម៉ូនចំពោះព្រះអង្គសង្គ្រោះបង្ហាញថាគាត់អបអរតិចតួចណាស់ចំពោះសេចក្តីស្រឡាញ់មេត្តាករុណាដែលគាត់បានទទួលគាត់គិតថាគាត់លើកកិត្តិយសថ្វាយព្រះគ្រីស្ទដោយបានអញ្ជើញទ្រង់មកផ្ទះរបស់គាត់ប៉ុន្តែឥឡូវនេះគាត់ដឹងថាខ្លួនគាត់ជាមនុស្សយ៉ាងណាហើយក្នុងការដែលគាត់គិតថាខ្លួនយល់ចិត្តរបស់ភ្ញៀវរបស់គាត់យល់ចិត្តរបស់គាត់វិញគាត់បានឃើញថាការវិនិច្ឆ័យរបស់ព្រះគ្រីស្ទគឺពិតត្រង់ណាស់សាសនារបស់គាត់ជាអាវផាយនៃផារ៉ាស៊ីនិយមទេគាត់បានមើលងាយសេចក្តីអាណិតអាសូររបស់ព្រះយេស៊ូវគាត់មិនបានទទួលស្គាល់ថាទ្រង់ជាតំណាងរបស់ព្រះទេក្នុងពេលដែលនាងម៉ារ៉ាជាអ្នកមានបាបដែលបានទទួលការអត់អន់ទោសគាត់ជាអ្នកមានបាបដែលមិនបានទទួលការអត់ទោសវិញច្បាប់ដ៏តឹងរ៉ឹងនៃយុត្តិធម៌ដែលគាត់ប្រឹងប្រើទាស់នឹងនាងបានកាត់ទោសដល់គាត់វិញរឹកឆ្មាំងឆ្មៃរបស់ស៊ីម៉ូនត្រូវបានបន្ទាបចុះចិត្តរបស់ស៊ីម៉ូនបានប៉ះពាល់ដោយសេចក្តីសប្បុរសរបស់ព្រះគ្រីស្ទនៅក្នុងការមិនបន្ទោសគាត់នៅមុខភ្ញៀវពន្លឺព្រះគ្រីស្ទពុំបានប្រព្រឹត្តមកលើគាត់ដូចជាគាត់បានប្រាថ្នាឲ្យទ្រង់ប្រព្រឹត្តចំពោះនាងម៉ារ៉ាទេគាត់បានឃើញថាព្រះគ្រីស្ទពុំចង់បើកគេរបស់គាត់ឲ្យគេឃើញទេតែបានទាញឧទាហរណ៍ជាក់ស្ដែងមកបំភ្លឺចិត្តគាត់ហើយនឹងបានប្រើសេចក្តីសប្បុរសប្រកបដោយការអាណិតអាសូរមកបង្ក្រាបចិត្តគាត់វិញការពោលជំទាស់ខ្លាំងនឹងធ្វើឲ្យស៊ីម៉ូនមានចិត្តរឹងរូសមិនព្រមកែប្រែចិត្តប៉ុន្តែការដាស់តឿនដ៏អត់ធ្មត់បានអំភ្លឺឲ្យគាត់ឃើញកំហុសខុសឆ្គងរបស់គាត់វិញគាត់បានឃើញទំហំនៃបំណុល
ដែលគាត់បានចម្ពាក់ដល់ព្រះអង្គម្ចាស់របស់ខ្លួនរឹកឆ្មាំងឆ្មៃរបស់គាត់ក៏ត្រូវបានបន្ទាបចុះគាត់បានកែប្រែចិត្តហើយអ្នកផារ៉ាស៊ីមានរឹកកោងនេះក៏បានក្លាយទៅជាសិស្សដ៏រាបសារប្រកបដោយការលះបង់ខ្លួនម្នាក់គេបានមើលមកនាងម៉ារ៉ាថាជាអ្នកមានបាបដ៏ធំម្នាក់ប៉ុន្តែព្រះគ្រីស្ទទ្រង់បានជ្រាបអំពីកលៈទេសៈដែលបណ្ដាលឲ្យនាងមានជីវិតដូចនេះទ្រង់អាចពន្លត់នៅគ្រប់ទៀងរស្មីនៃសេចក្តីសង្ឃឹមរបស់នាងតែទ្រង់ពុំបានធ្វើដូច្នោះទេទ្រង់បានលើកស្ទួយនាងពីការអស់សង្ឃឹមនិងការហិនវិនាសទៅវិញនាងបានលើសេចក្តីបន្ទោស7 ដងដល់ពួកអរិយបិសាចដែលគ្រប់គ្រងចិត្តរបស់នាងបានលើសំឡេងដ៏ខ្លាំងរបស់ទ្រង់ទៅកាន់ព្រះវរបិតាដែលទ្រង់បានធ្វើសម្រាប់នាងដឹងថាភាពបរិសុទ្ធឥតខ្ចោះរបស់ទ្រង់បានប្រកាន់ទោសនឹងអំពើបាបណាស់ហើយនាងក៏ទទួលជ័យជំនះដោយសារកម្លាំងរបស់ទ្រង់នៅចំពោះផ្នែកមនុស្សគេមើលឃើញថារឿងក្តីរបស់នាងប្រកាសជាគ្មានសង្ឃឹមចំណែកព្រះគ្រីស្ទទ្រង់តោតឃើញថានាងម៉ារ៉ាមានសមត្ថភាពសម្រាប់ធ្វើអំពើល្អទ្រង់ឃើញគន្លងអត្តចរិតរបស់នាងផែនការប្រោសលោះបានប្រទានសទ្ធានុភាពដ៏ធំធេងមកដល់មនុស្សជាតិហើយចំពោះនាងម៉ារ៉ាលទ្ធភាពទាំងអស់នេះនឹងត្រូវបានសម្រេចតាមរយៈព្រះគុណនាងបានក្លាយទៅជាអ្នករួមចំណែកម្នាក់ជាមួយនឹងនិស្ស័យរបស់ព្រះអ្នកដែលបានធ្លាក់ទៅក្នុងអំពើបាបដែលពួកអរិយសត្តាំងបានរស់នៅក្នុងគំនិតរបស់នាងត្រូវបាននាំមកគៀកនឹងព្រះអង្គសង្គ្រោះក្នុងការសំប្រកបនឹងការផ្សាយដំណឹងអ្នកដែលអង្គុយនៅទីមព្រះបាទទ្រង់ហើយរៀនមេរៀនពីទ្រង់គឺនាងម៉ារ៉ានេះហើយដែលបានចាក់ប្រេងក្អោបដ៏មានតម្លៃទៅលើពិសេសរបស់ទ្រង់ហើយនឹងជូតព្រះបាទទ្រង់និងទឹកភ្នែករបស់នាងគឺនាងម៉ារ៉ាដែលបានឈរនៅក្បែរឈើឆ្កាងហើយទៅតាមទ្រង់នៅឯភ្នោគឺនាងម៉ារ៉ាដែលបានចូលទៅឯភ្នោមុនគេបន្ទាប់ពីទ្រង់មានបជនរស់ឡើងវិញគឺនាងម៉ារ៉ាហើយដែលប្រកាសមុនគេថាព្រះអង្គសង្គ្រោះមានព្រះជន្មរស់ឡើងវិញហើយព្រះគ្រីស្ទទ្រង់ជ្រាបកលៈទេសៈនៃមនុស្សរាល់រូបអ្នកអាចនិយាយថាខ្ញុំមានបាបគឺមានបាបសម្បើមណាស់អ្នកប្រហែលជាមានបាបមែនតែបើអ្នកអាក្រក់បំផុតអ្នកនោះនឹងត្រូវការព្រះយេស៊ូវខ្លាំងបំផុតដែរព្រះអង្គពុំច្រើនអ្នកដែលយំខ្សឹបខ្សួលហើយមានចិត្តសោកសៅចេញឡើយទ្រង់ពុំប្រាប់ដល់មនុស្សទាំងអស់នៅអស់ទាំងអ្វីដែលទ្រង់អាចបង្ហាញទេប៉ុន្តែទ្រង់បង្ហាញឲ្យអ្នកញាប់ញ័ររាល់រូបឲ្យមានចិត្តក្លាហានឡើងទ្រង់នឹងអត់ទោសដល់អ្នកណាដែលមកឯទ្រង់ដោយលើកទោសហើយកែលម្អព្រះគ្រីស្ទអាចបង្គាប់ពួកទេវតានៃនគរឋានសួគ៌ឲ្យមកចាក់ប្រអប់នៃសេចក្តីក្រោធរបស់ទ្រង់មកលើពិភពលោកយើងដើម្បីបំផ្លាញអ្នកដែលពោពេញដោយសម្អប់ដល់ទ្រង់អាចកំទេចចំណុចខ្មៅងងឹតនេះចេញពីពិភពលោករបស់ទ្រង់បានប៉ុន្តែព្រះអង្គពុំធ្វើដូច្នោះទេសពថ្ងៃនេះទ្រង់ឈរនៅមុខអាសនៈនៃគ្រឿងក្រអូបថ្វាយពាក្យអធិដ្ឋានដល់អ្នកដែលប្រាថ្នាចង់បានជំនួយរបស់ទ្រង់ទៅកាន់ព្រះព្រលឹងដែលងាកមករកទីជម្រកពីទ្រង់នោះព្រះគ្រីស្ទនឹងលើកកម្ពស់ជាងសម្ដីចោទប្រកាន់និងសម្ដីទាស់ទទឹងទៅទៀតគ្មានមនុស្សណាឬទេវតាអាក្រក់ណាអាចចោទប្រកាន់អំពីព្រលឹងទាំងនេះបានឡើយព្រះគ្រីស្ទបង្រួបបង្រួមពួកគេឲ្យចូលនឹងនិស្ស័យព្រះរបស់ទ្រង់ដោយផ្ទាល់ពួកគេនឹងឈរនៅក្បែរព្រះដែលទ្រាំបាបដ៏ធំធេងនៅចំពោះរស្មីដែលចាំងមកពីបល្ល័ង្ករបស់ព្រះតើអ្នកណានឹងអាចចោទប្តឹងពីពួករើសតាំងរបស់ព្រះបានត្បិតគឺជាព្រះហើយដែលទ្រង់បានរាប់គេជាសុចរិតតើអ្នកណានឹងកាត់ទោសគេបានត្បិតព្រះគ្រីស្ទបានសង្កត់ជំនួសពួកគេហើយតែដែលថាទ្រង់រស់ឡើងវិញនោះមានតំណងជាងទ្រង់ក៏គង់នៅខាងស្ដាំនៃព្រះហើយជាអ្នកអង្វរជំនួសយើងរាល់គ្នា